ចាប់ជាងនេះធ្វេដងពេងទ្រូងតិចក៏តមឆាបឈួលចិត្តនេះមិនអើមានហងបំណងដែលរៀមពងលើអូនមួយគ្មានអូនមិនបានក៏យ៉ានបងច្បាស់ខ្សែប្រានហើយថ្លៃព្រោះមាននៃវ័យគួរខ្មាស់លោកគេចេះអ្នកនេះថាមកដល់ហើយនាងខ្ញុំជំរាបសួរថាវរៈរៀបចាប់បន្ទប់ឲ្យម៉ាក់មួយទៅម៉ាក់សំពេលដើម្បីនិយាយគ្នាជាមួយនាងនីតាបន្តិចសិនបានម៉ាក់កូនរងរបស់ខ្ញុំណាគេអត់បាយកាហាយទឹកក៏ព្រោះតែបានឃើញនាងណាដែលមានមុខមាត់ដូចជាប្រពន្ធរបស់គេនាងខ្ញុំឆ្ងល់ណាស់ម្នាក់ដែលមកពីផ្ទះនោះអ្នកណាក៏និយាយពាក្យថាប្រពន្ធពេញមាត់ដែរតែហេតុអីបានជាលោកថាវរៈនិងបងឆវិនគាត់ប្រាប់ថាគាត់ជាអ្នកបម្រើនៅក្នុងផ្ទះទៅវិញគឺវាមានរឿងច្រើនណាស់ដែលនាងនីតាមិនបានដឹងអញ្ចឹងហើយទើបបានជាខ្ញុំត្រូវស្កាត់មករកនាងនៅពេលនេះជាដំបូងខ្ញុំសួរនាងតាមត្រង់ទៅចុះថានាងមានជីវិតពាក់ព័ន្ធអីជាមួយនឹងនាងឆវិនដែរទេចាគឺដូចនាងខ្ញុំបានជម្រាបហើយគឺខ្ញុំគ្មានអីពាក់ព័ន្ធជាមួយនឹងបងឆវិននោះទេតែនាងហ៊ានស្បត់ដែរទេថានាងមិនមែនជានាងឆវិននោះចានាងខ្ញុំស្បត់ទៅចុះថានាងខ្ញុំមិនមែនជាបងឆវិននោះទេបាទដូច្នេះមែនតែនាងហ៊ានស្បត់ដែរទេថានាងមិនមែនជាកូនភ្លោះនឹងគ្នានោះអ្នកស្រីនេះអ្នកស្រីដូចជាបង្ខំចិត្តខ្ញុំជ្រុលពេកហើយទេដឹងនាងខ្ញុំគ្មានអ្វីពាក់ព័ន្ធជាមួយនឹងគ្រួសាររបស់អ្នកស្រីទេរឿងអីដែលឲ្យនាងខ្ញុំមកឈរស្បាត់គ្រប់យ៉ាងតើអ្នកស្រីចង់បានអ្វីទៅនេះគឺបានសក្តីថានាងមិនហ៊ានស្បត់មែនទេត្រង់ដែលចំណុចដែលនាងជាកូនភ្លោះជាមួយនាងឆវិននោះចានាងខ្ញុំមិនស្បត់ទេព្រោះវាគ្មានតម្លៃអ្វីដែលខ្ញុំត្រូវតែស្បត់ជាមួយអ្នកស្រីនោះទេនេះនាងគិតថាគ្មានតម្លៃអញ្ចឹងហ៎ហើយចុះអ្នកស្រីមកឲ្យខ្ញុំស្បត់គ្រប់យ៉ាងធ្វើអីទៅក៏ព្រោះតែនាងទើបបានជាដារងគេលាឈប់ពីការងារហើយគេនឹងតាមនាងមកដល់ទីនេះវាជារឿងផ្ទាល់ខ្លួនរបស់កូនប្រុសអ្នកស្រីទេនាងខ្ញុំមិនមានចំណែកឡើយគេឈួតព្រោះតែនាងនឹងហើយរួចបាននាងមិនជួយខ្ញុំតើឲ្យខ្ញុំទៅពឹងអ្នកណាទៅនាងខ្ញុំអត់ដឹងទេពីព្រោះនាងខ្ញុំអត់បានទៅពាក់ព័ន្ធអ្វីជាមួយនឹងគ្រួសាររបស់អ្នកស្រីឡើយចុះកូនថាវរៈរបស់ខ្ញុំនោះនាងមានធ្លាប់គិតទេថាគេជាអ្នកណាចាគឺគាត់ជាមនុស្សល្អម្នាក់ដែលនាងខ្ញុំធ្លាប់បានស្គាល់បាននាងអាណិតស្រឡាញ់កូនថាវរៈនោះនាងក៏គួរអាណិតស្រឡាញ់កូនដារងដែរព្រោះពេលនេះគេចិត្តឈួតទៅហើយដោយសារតែគេគិតថានាងគឺជានាងឆវិននោះអីហើយនាងតើអ្នកស្រីឲ្យខ្ញុំធ្វើយ៉ាងម៉េចដែរទៅខ្ញុំមកគិតថានាងក៏ជាមនុស្សល្អម្នាក់ដូច្នេះហើយនាងគួរតែធ្វើអ្វីដែរល្អបើនាងមិនមែនជាកូនភ្លោះជាមួយនាងឆវិនទេនោះនាងក៏មិនមានមុខមាត់ដូចគ្នាបេះបិទជាមួយនឹងនាងឆវិនដែររឿងមួយក៏លោកថាវរៈបាននិយាយកាប់ពេញប្រាប់ម្ដាយរបស់គាត់ទើបបានជាម្ដាយរបស់គាត់មកនិយាយជាមួយនឹងខ្ញុំបែបនេះទេព្រោះលោកថាវរៈក៏បានសន្យាជាមួយនឹងខ្ញុំរួចហើយថាគាត់មិនចង់ឲ្យអ្នកណាម្នាក់ដឹងថាខ្ញុំជាកូនភ្លោះជាមួយនឹងបងឆវិនទេសូម្បីតែលោកដារងអូមែនហើយខ្ញុំត្រូវទៅទូរស័ព្ទទៅរកគាត់អាឡូជំរាបសួរចានាងខ្ញុំរំខានលោកបន្តិចហើយ
ដែលត្រូវទូរស័ព្ទទៅរកលោកទាំងយប់នោះបាទព្រោះខ្ញុំក៏មិនតាន់ឃើញនីឡាដែរអ្នកនីតាមានការអីមែនទេលោកនេះលោកបានជម្រាបម្ដាយរបស់លោកហើយឬនៅថាខ្ញុំនេះជាកូនភ្លោះជាមួយនឹងបងឆវិននោះនិយាយថាម៉េចអត់ទេគ្មានអ្នកណាម្នាក់ដឹងថាអ្នកនីតាត្រូវជាកូនភ្លោះជាមួយបងឆវិននោះទេហើយនេះសួរធ្វើអីទៅចាក៏ព្រោះតែមានសំណួររបស់ម្ដាយលោកសង្ស័យថាខ្ញុំនេះជាកូនភ្លោះជាមួយនឹងបងឆវិនអត់ទេខ្ញុំអត់បានប្រាប់នៅផ្ទះរបស់ខ្ញុំទេថាអ្នកនាងនីតាជាកូនភ្លោះជាមួយបងឆវិននោះកុំភ្លាត់មាត់អីណាព្រោះម៉ាក់គាត់អត់បានដឹងរឿងនេះទេពេលនេះខ្ញុំឲ្យគាត់សម្រាប់នៅសន្តាគារនេះអ្នកនាងនីតាកុំសារភាពអីណាចានាងខ្ញុំដឹងហើយនាងខ្ញុំគ្រាន់តែចង់សួរបញ្ជាក់តែប៉ុណ្ណោះឯងអរគុណហើយណាជម្រាបលាចង់ឈួតទេហើយក៏ចង់មកតាមខ្ញុំដល់ទីនេះផងមែនហើយបានតែឲ្យមានថ្ងៃនេះទេនឹងអាខ្ញុំនេះបានធ្វើឲ្យលោកដារ៉ុងនិងអ្នកនាងដាវីបានដឹងថាស្រមោលរបស់បងឆវិនតើមានឥទ្ធិពលប៉ុណ្ណាហើយឆ្អែតណាបងអូនណែប្រយ័ត្នទឹកចូលសួតទៅមិនអីទេបងព្រោះខ្ញុំចូលចិត្តហែលទឹកនេះចុះបងទៅណាមកណាដែរមកចាំមើលខ្ញុំធ្វើអីទៅណែពេញកំឡោះហើយណាត្រូវតែរៀនគិតពីជីវិតរស់នៅមិនមែនគិតតែពីដើរលេងកិច្ចសាលានោះទេគ្រួសាររបស់យើងគឺជាគ្រួសារមួយដែលមានលទ្ធភាពដូច្នេះឯងមិនគួរយកពេលវេលាទៅបំផ្លាញចោលនោះទេហើយខ្ញុំមិនដើរលេងឲ្យសប្បាយខ្ញុំមកតែម្នាក់ឯងទេកុំបដៅខ្ញុំច្រើនពេកអីខ្ញុំហែលទឹកទៀតហើយយ៉ាងម៉េចនឹងបងខ្ញុំមកហែលទឹកលេងតើបងមកខ្វល់ជាមួយខ្ញុំធ្វើអីទៅបងដឹងថាឯងមិនមកម្នាក់ឯងនោះទេហើយពូម៉ាអត់ទុកចោលនៅកន្លែងណាទៅហើយបងខ្ញុំធ្វើអញ្ចឹងធ្វើអីទៅប្រាប់បងមកថាឯងទុកស្រីនៅកន្លែងណាទៅអត់ទេខ្ញុំស្បត់ក៏បានដែរខ្ញុំអត់មាននាំនរណាគេមកទេគឺខ្ញុំបើកឡានមកតែឯងនឹងឯងនិយាយអញ្ចឹងរួចឯណាទៅបងអួតថាស្រីស្អាតរបស់បងនោះអូខេល្ងាចនេះយើងញ៉ាំបាយជុំគ្នាហើយបងក៏ត្រូវមានរឿងចង់និយាយជាមួយឯងដែរបានតើបងខ្ញុំមិនដែលកិច្ចមុខពីបងនោះទេមានហេតុផលស្រាយចំងអឲ្យស្បាយនេះតែមកមានប្រសាសន៍ថាម៉េចបងរងអត់ជប់ធ្វើការហើយចង់មកនៅទីនេះហ៎គឺមែននឹងហើយចាំមើលទៅអ្នកនាងដាវីបើសិនជាលោកដារ៉ុងមកទីនេះព្រោះតែខ្ញុំមិនឯងដែលជប់ស្នេហ៍បែបនេះជុំពាក់ដងស្រ័យមិនបានអារម្មណ៍សែនវេទនាក្រំគ្រាហួសស្មានអូនអើយពេលដែលឃ្លាតពីបងឈឺដល់ទេណែជាបន្ទប់របស់គ្នាតាហេតុអីក៏មិនទៅអង្គុយលេងទៅនៅឈរធ្វើដូចជាមិនមែនមិត្តភក្តិនឹងគ្នាអញ្ចឹង
មិនក៏មិនអង្គុយសិនទៅហើយបើចង់ញ៉ាំបៀក៏មានដែរនៅក្នុងទូទឹកកកតែគ្នាមិនទាន់ចប់ការងាររបស់គ្នានៅឡើយទេមែនហើយឮថាបន្ទប់របស់នាងនីតានៅក្បែរឯនេះមែនទេមែនហ្នឹងហើយគឺនៅទល់មុខបន្ទប់គ្នានឹងឯងហើយសួរធ្វើអីទៅគ្មានអីទេព្រោះឮនាងនីតាប្រាប់ថាអញ្ចឹងដែលខ្ញុំឲ្យនៅក្បែរនេះក៏ព្រោះតែខ្ញុំមកចង់ការពារនាងម្យ៉ាងងាយស្រួលតាក់ទងគ្នាផងដឹងទេឯងធ្វើរបៀបនេះមិនខ្លាចអ្នកដទៃគេនិយាយដើមទេអ្នកណាគេនិយាយដើមស្អីគ្នាជាអ្នកគ្រប់គ្រងនៅទីនេះទាំងមូលតែគ្នាបញ្ជាឲ្យធ្វើស្អីអ្នកផ្សេងត្រូវតែធ្វើតាមហើយបើឯងនិយាយបែបនេះណាគ្នាក៏គ្មានអីត្រូវនិយាយទៀតដែរគ្នាយកឯកសារទៅបិទបញ្ជីសិនណាគ្នាបានបដូរចិត្តហើយគ្នាមិនទៅរៀននៅបរទេសទៀតទេហេតុអីព្រោះគ្នាពេញចិត្តនឹងរស់នៅទីនេះនៅមើលការខុសត្រូវចំណែកឯការងារឯងជាអ្នកធ្វើជំនួសគ្នាទៅចុះណាក្រែងវាមិនល្អទេដឹងឯនុនជាជីវិតរបស់គ្នាដឹងថាធ្វើយ៉ាងម៉េចល្អហើយឯងមិនបាច់បារម្ភទេសួរខ្លួនឯងដែលជប់ស្នេហ៍បែបនេះជំពាក់ដងស្រ័យមិនបានអារម្មណ៍សែនវេទនាក្រំគ្រាហួសស្មានអូនអើយពេលដែលឃ្លាតពីបងឈឺដល់ពេលណាបើបញ្ហាមិនត្រូវបានបញ្ចប់ដូចគេសន្ធប់អង្រួនអរាឈឺផ្សាទ្វេដងសុំមេឃនឹងដីមេតាស្រដីពន្យល់នាងផងបំណងដែលរៀមពងលើអូនមួយអ្នកស្រីអញ្ចឹងផ្សារអីហើយនៅអ្នកស្រីចានៅទេតែខ្ញុំសូមជួបអ្នកគ្រប់គ្រងឈ្មោះថាវរៈអ្នកស្រីចង់ជួបអ្នកគ្រប់គ្រងឈ្មោះថាវរៈចាបានអីទេអ្នកស្រីតែទៀតខ្ញុំនឹងហៅគាត់មកជួបអ្នកស្រីចាអរគុណហើយបាទស្មានតែគេមកធ្វើការនៅសន្តាគារធម្មតាដឹងអីថាលំដាប់ផ្កាយ5យ៉ាងដូចនេះសោះជំរាបសួរអ្នកម៉ាក់ចូលនរណាគេជូនអ្នកម៉ាក់មកមាននរណាជូនមកគឺយន្តហោះនឹងណាកូនចុះម៉ាក់ពិសាអីហើយនៅចាញ៉ាំចំណីខ្លះលើយន្តហោះរួចហើយអញ្ជើញមកតំណែងឯងទេណាម៉ាក់ចាគឺមកម្នាក់ឯងទេនេះម៉ាក់អញ្ជើញមកមើលកាសស្ថានមែនទេចាគិតថាវិលទៅវិញនៅល្ងាចនេះឯងក៏ប៉ុន្តែពេលនេះគឺបដូរចិត្តហើយម៉ាក់ចង់យកអីវ៉ាន់មកសម្រាននៅសន្តាគារនេះក៏បានសម្រាននៅផ្ទះយើងក៏បានដែរតែម៉ាក់មិនបានយកសម្លៀកបំពាក់មកជាមួយទេអូយតែព្រួយអីណាម៉ាក់យកទៅលុយមកនៅទីនេះចង់បានអីក៏បានដែរម៉ាក់ក៏គិតដូចកូនចឹងដែរណាហើយដល់មកនេះក៏ព្រោះតែរឿងរបស់កូនរងនឹងឯងឬបោះបងរងអូយកូនចង់ស្ដាប់ទៀតណាម៉ាក់នេះគេបាននិយាយប្រាប់ថានាងនីតាក៏មកធ្វើការនៅទីនេះដែរមែនដែរឬក៏អត់បាទគឺមែនហើយណាម៉ាក់ចាំមិនហ្នឹងហេតុអីក៏អ្នកទាំងពីរត្រូវមកធ្វើការនៅទីនេះរួមគ្នានោះអ្នកណាគេទៅណាម៉ាក់គឺកូនហើយនឹងនាងនីតានោះណាខ្ញុំក៏មិនដឹងដែរព្រោះរឿងវាផ្សេងគ្នាទេម៉ាក់តែពេលនេះម៉ាក់កំសួរអីម៉ាក់ភាសាអីសិនទៅល្អជាងអត់ទេឆ្អែតហើយតែម៉ាក់ណាចង់ជួបជាមួយនាងនីតាម្នាក់នោះស្មានអូនអើយពេលដែលឃ្លាតពីបងឈឺចាប់ជាង